សួរគូថ្ងៃនេះខ្ញុំហើយនឹងក្រុមខ្ញុំដែលមានសមាជិក6នាក់សូមមក demo តទៅនឹង final project ដែល final project នេះពួកយើងធ្វើពីតទៅនឹង system របស់យើងជា web API ដែលធ្វើជា concept microservice ហើយback end របស់ខ្ញុំប្រើជា web API microservice concept ហើយ front end ពួកយើងប្រើប្រាស់ React.js អញ្ចឹងខ្ញុំសូម demo ជូនលោកគ្រូចាប់ពីពេលនេះទៅអញ្ចឹងនៅក្នុងនេះដោយលោកគ្រូបានមើលនៅឃើញនៅលើscreen នេះគឺខ្ញុំធ្វើ web API ដែលជា concept microservice ហើយនៅក្នុងហ្នឹង concept ដែលពួកខ្ញុំធ្វើជា microservice នេះពួកយើងធ្វើពី system school management system ហើយយើងមាន service 4នៅក្នុងនេះដែលបំបែកជា micro ទូចយើងមាន attendance service authentication service ហើយ payment service និង staff service និង student service អញ្ចឹងសរុបទាំងអស់ទៅវាមាន5 service នេះ project នេះខ្ញុំអត់បាន detail code មួយទេប៉ុន្តែនៅក្នុង service មួយហ្នឹងវាមាន full control វាមាន controller DTO service អានេះខ្ញុំធ្វើឡើងទៅតាម concept របស់ micro service ហើយ authentication service របស់យើងមាន control DTO model service ហើយនឹងមាន payment របស់យើងគឺcontrol DTO service ហើយនឹង staff service ដូចគ្នាហើយចំពោះ student service យើងមាន controller DTO model និង repository និង service អញ្ចឹង concept ទាំងអស់នេះខ្ញុំ follow ទៅតាម concept របស់ micro service ខ្ញុំមិនដឹងថាវាត្រូវឬខុសទេបាទនៅក្នុងនេះខ្ញុំបាន config តាក់ទងនឹង connection database ខ្ញុំ config នៅក្នុង app setting ហើយខ្ញុំ config API gateway របស់ខ្ញុំគឺនៅក្នុង program ដែលខ្ញុំ allow ឲ្យReact.js គឺអាច access មកកាន់ system នឹងបានអញ្ចឹងដោយលោកគ្រូឃើញអញ្ចឹងនេះបន្ទាប់ពីខ្ញុំ run ទៅខ្ញុំ run HTTPS ទៅគឺយើងចេញជា Swagger UI ដែលវា demo ថានៅក្នុង school management system របស់ខ្ញុំនេះ version 1.0 នេះគឺយើងមាន attendance authentication ហើយក្នុង attendance យើងមាន post ហើយនិង get ដូចAPI ដូចដែលលោកគ្រូបានឃើញផ្ទាល់ authentication យើងមាន2យើងមាន post ហើយនិង post ដូចគ្នា register ហើយនិង login service payment យើងមាន5 method ដូចជា post get តទៅនឹងទិញ data ចេញពី service payment post តទៅនឹង update data ហើយនេះតទៅនឹងការ get data filter search by ID ឬក៏ delete data service payment ហើយយើងមាន staff ទៅនឹងយើងមាន5 method ដូចគ្នា student យើងមាន3 method ហើយនេះគឺជា method default ទេខ្ញុំអត់ទាន់បានទៅលុបវាចោលអញ្ចឹងបន្ទាប់ពីខ្ញុំបាន demo method ទាំង5ហ្នឹងហើយខ្ញុំសុំ demo តទៅនឹង database ខ្ញុំដែរនេះគឺជា connection database របស់ខ្ញុំដែលមុនហ្នឹង connection database របស់ខ្ញុំនៅក្នុង app setting config នេះapp setting នេះខ្ញុំ connect មកកាន់ database SQL server ឈ្មោះខ្ញុំហើយឥឡូវខ្ញុំសុំ demo នៅក្នុង database នៅក្នុង concept នេះភាគច្រើនខ្ញុំអត់សូវប្រើ SQL query statement direct ទេខ្ញុំភាគច្រើនគឺខ្ញុំប្រើជាមួយនឹងប្រភេទពួក store procedure មកធ្វើជា connection ជាមួយនឹងមកធ្វើជា condition execute query ផ្សេងៗអញ្ចឹងខ្ញុំសុំ demo procedure ដូចមានដូចជា add student add staff delete staff get attendance ផ្សេងៗ register និង mark និង management service payment ដូចនៅក្នុងខ្ញុំនឹង demo procedure នេះឲ្យលោកគ្រូមើលមួយអញ្ចឹងសូមចាំតិចអញ្ចឹងខ្ញុំសូមបន្តទៀតនៅក្នុងនេះខ្ញុំ demo sample ទៅក្នុង procedure ដែលខ្ញុំធ្វើមួយនៅក្នុង procedure នេះខ្ញុំមានជាច្រើន parameter ហើយនៅក្នុងនេះខ្ញុំមានធ្វើជា condition គឺ combine ចូលគ្នាទាំងអស់ទាំង insert update delete ឬក៏ select all ឬក៏ select by ID បែបនេះហើយចំពោះ procedure ផ្សេងដូចដែលខ្ញុំបាន demo លោកគ្រូនៅលើនឹងអញ្ចឹងដែរហើយនេះជា table របស់ខ្ញុំមាន table ជាច្រើនអញ្ចឹងតិចទៀតខ្ញុំនឹង demo ថានៅក្នុង table នៅពេលដែលខ្ញុំ test service មួយដែលវា connect មកកាន់ database ពី front end មកតើវានឹងsuccess ឬក៏ដែរយ៉ាងម៉េចអញ្ចឹងខ្ញុំសូម view demo ទៅកាន់ front end ទៅកាន់លោកគ្រូអញ្ចឹងនៅក្នុង front end នេះនេះជា structure front end របស់ខ្ញុំដែលមាននៅក្នុងនេះ
ខ្ញុំបែងចែកទៅជា3 folder ធំយើងចាប់ពីពេលខ្ញុំបង្កើត project មកខ្ញុំមាន node module public ហើយនិង source ហើយនឹងមាន .env file នេះគឺសម្រាប់ connect ទៅកាន់ back end នេះជា source connect ទៅកាន់ back end របស់ env file របស់ខ្ញុំហើយនៅក្នុងនេះ source របស់ខ្ញុំនេះខ្ញុំមានបែងចែកជាច្រើន folder នៅក្នុងនេះខ្ញុំមាន API folder ដែលផ្ដោតទៅលើ route ហើយនឹង access ទៅកាន់ login ដូចជា access instance នេះគឺសម្រាប់ route ទៅកាន់ back end របស់ខ្ញុំហើយយើងមាន asset component យើងមាន layout page អញ្ចឹងនៅក្នុង page នេះគឺខ្ញុំ manage ទៅកាន់ view របស់ពួកខ្ញុំដូចជា service អីផ្សេង authentication dashboard payment staff module student អីផ្សេងអញ្ចឹងបន្ទាប់ពីខ្ញុំនេះគឺជា route របស់ខ្ញុំធ្វើការ route ទៅកាន់ back end បែងចែកជា component មួយហើយនេះគឺជា service ហើយនេះអស់ហើយលោកអញ្ចឹងនៅក្នុង app.js គឺបានន័យថាខ្ញុំប្រើទៅជា app route ដើម្បីខ្ញុំ config នៅក្នុង app route វិញខ្ញុំអត់ config នៅក្នុង app.js direct ទេហើយនេះគឺជា index ធម្មតាទេអញ្ចឹងពីដំបូងខ្ញុំសូម demo មកកាន់ login នេះ login page របស់ពួកខ្ញុំអញ្ចឹងនៅក្នុងនេះខ្ញុំសូម demo លើ database នៅក្នុងនេះខ្ញុំមាន4 user នៅក្នុង table នេះ user ID លេខ3លេខ4លេខ5លេខ6ដែលមាន user ឈ្មោះវិញហុង user ឈ្មោះ direct នេះ user test និង user Mr. Test ហើយ password របស់វាគឺខ្ញុំប្រើ JWT ដើម្បី encrypt ឬក៏ decrypt ទៅវិញនៅពេលដែល log in log out អញ្ចឹងខ្ញុំសូមធ្វើការ log in ដោយប្រើប្រាស់ user របស់ខ្ញុំវិញហុងហើយ password របស់ខ្ញុំគឺ admin អញ្ចឹងខ្ញុំសូម log in អញ្ចឹង scroll ហ្នឹងនិយាយទៅតើតើនៅចំណុចនេះនៅពេលដែល log in success គឺខ្ញុំមាន4 service ជា student management payment ហើយនិង staff management និង attendant លោកគ្រូអញ្ចឹងខ្ញុំសូម log out មកវិញដើម្បីធ្វើការ testing ទៅទៅនឹងការ register អញ្ចឹង register ខ្ញុំបង្កើត user ថ្មីមួយឈ្មោះថា Mr. New email password 123 role លេខ1បានន័យថា role របស់គាត់គឺជា admin អញ្ចឹងខ្ញុំ register success អញ្ចឹងខ្ញុំសូមទៅកាន់ login form ខ្ញុំប្រើ user ដែលខ្ញុំបង្កើតមិញគឺ Mr. New password 123ខ្ញុំសូម login អញ្ចឹងបន្ទាប់ពីខ្ញុំ login ឬក៏ connect success ហើយអស់ហើយខ្ញុំសូមមក demo នៅក្នុង demo លោកគ្រូក្នុង table user មួយនេះ user ដែលខ្ញុំទៅបង្កើតមិញអូខេ វា work fine អញ្ចឹងសូមត្រឡប់មកវិញនៅក្នុង student management នេះយើងមាន view student ដែលខ្ញុំបានបង្កើតហើយឬក៏ខ្ញុំអាច search by ID របស់ student គឺ ID លេខ2បើខ្ញុំ reset មកវិញគឺវាសូត្រវិញទាំងអស់សូត្រដដែលហើយនៅក្នុងនេះខ្ញុំអាច edit ដូចនៅក្នុងនេះអញ្ចឹងលោកគ្រូខ្ញុំអាច edit ចឹងខ្ញុំនិយាយទៅនៅនេះមាន function ច្រើនខ្ញុំអាចបាន demo មួយទៅតាមការ update ឬក៏ edit អីទេចឹងខ្ញុំសូម back មក home វិញនៅក្នុងនេះដដែលខ្ញុំអាច delete តន័យដែលខ្ញុំបាន add ខ្ញុំ delete Mr. Student A ចោលអូខេជាសាយរូបអញ្ចឹងសូមចំណុចនេះខ្ញុំឥឡូវខ្ញុំសូមម្ដងទៀតខ្ញុំសូម delete student B ដោយសារមុនហ្នឹងវា duplicate student Mr. Student A អញ្ចឹងវា error អញ្ចឹងខ្ញុំសូម delete student B វិញសូមឆែកបន្តិចលោកគ្រូ
ឡូវខ្ញុំសុំតពីមិញនៅក្នុង student នេះខ្ញុំភ្លេចខ្ញុំអត់បានធ្វើតទៅនឹង function edit ឬក៏ delete ទេតែខ្ញុំអាចធ្វើខ្ញុំបានធ្វើ function view ហើយនឹង add student view student by list ទាំងអស់ហើយនឹង create student ថ្មីឥឡូវខ្ញុំ testing add student ថ្មីមួយថា student new gender male class ID របស់គាត់គឺលេខ5 parent context ចឹងខ្ញុំសូមបិទ debug ចោលគឺចូលហើយនៅក្នុងនេះ student new male ឥឡូវខ្ញុំសូម remove ទៅបន្ទាប់function មួយទៀតតទៅនឹង payment service នៅក្នុង payment service របស់ខ្ញុំនេះដូចនៅក្នុងSwagger UI គឺខ្ញុំមាន method ច្រើនអញ្ចឹងនៅក្នុងនេះខ្ញុំអាចធ្វើ edit delete update ឬក៏ add new ឲ្យបានឥឡូវខ្ញុំសូម testing ខ្ញុំសូម edit ទៅជា by ABA bank ដែលប៉ាប់អញ្ចឹងនៅក្នុងនេះ update រួចហើយអញ្ចឹងខ្ញុំសូម testing edit ចំពោះ student ម្ដងនេះ by ABA អញ្ចឹងខ្ញុំសូម back មកវិញក្នុង view payment ខ្ញុំ testing delete student ID លេខ4នេះចោលការ payment របស់គាត់នេះ$652អញ្ចឹងសូម delete ចោលវាខ្សែអញ្ចឹងសូមត្រឡប់មកវិញអញ្ចឹងនៅក្នុងនេះខ្ញុំ testing add ឲ្យលោកគ្រូមើលឥឡូវខ្ញុំ add ថ្មីគាត់ pay 6000 student ID លេខ2ប្រភេទ pay តាមរយៈគេគឺតាមរយៈ by bank បាគងអញ្ចឹងចុះថ្ងៃ pay របស់គាត់គឺថ្ងៃ24ហើយ description test pay អញ្ចឹងខ្ញុំ save វាជាប់ debug ខ្ញុំភ្លេចបិទ debug ចោលអញ្ចឹងគឺ6000ខ្ញុំបាន add ចូលហើយpay ចូលនៅក្នុង payment list ហើយនៅក្នុងនេះយើងអាចចុចប៊ូតុង add នេះក៏វាមកកាន់ pay ដែរបើមិនអញ្ចឹងខ្ញុំ back មកវិញចុច view ឡើងវិញគឺចូលហើយតែវាអត់ view detail អញ្ចឹងនៅក្នុង database របស់ខ្ញុំតែឲ្យលោកគ្រូមើលគឺបាគងមិញនេះ6000ហើយលើ description គឺតែ pay អូខេហើយឥឡូវខ្ញុំសូម demo បន្តទៀតតទៅនឹង staff management នៅក្នុងនេះខ្ញុំ view staff ឬក៏ខ្ញុំអាច filter staff by ID លេខ9អត់មានទេ ID លេខ1ចុះ insert គឺវាចេញហើយអញ្ចឹងនៅក្នុងនេះខ្ញុំអាច edit បានខ្ញុំ edit លេខទូរស័ព្ទគាត់ទៅជា069 269 100អញ្ចឹងចុះ update អូភ្លេចដាក់ថ្ងៃខែឆ្នាំកំណើត update អូថ្ងៃ hearing របស់គាត់អញ្ចឹង update ហើយគឺមកថ្ងៃបច្ចុប្បន្ននេះលេខទូរស័ព្ទទៅតាម update មិញអញ្ចឹងនៅក្នុងនេះក្រៅពី delete ក្រៅពី search edit update គឺខ្ញុំអាច add staff បានគឺខ្ញុំចុចនៅត្រង់នេះអញ្ចឹងខ្ញុំសូម add new staff មួយដាក់ថា new staff ហើយគាត់ជា teacher ដូចគ្នាគាត់ email ខ្ញុំដាក់ចោលសិនចុះ position អាចជា teacher ឬក៏ជា gender របស់គាត់គឺ male នេះចូលហើយ new staff អញ្ចឹងខ្ញុំ testing delete ឲ្យគ្រូមើលនេះខ្ញុំ delete user ដែលមាន ID លេខ9នេះចោលមួយអូខេខ្ញុំ delete ចោលបាត់ហើយអញ្ចឹងខ្ញុំបាច់ទៅវិញនៅក្នុងនេះខ្ញុំអាច view អាច add អាច search by ID ដូចវាបាន follow លោកគ្រូមើលមិញអញ្ចឹងខ្ញុំអាចឥឡូវខ្ញុំសូម test ទៅនឹង attendance marketing ហើយសូមបញ្ជាក់ទៀតលោកគ្រូនេះគឺជា dashboard បន្ទាប់ពីខ្ញុំ log in ចូលមកកាន់ school management dashboard របស់ខ្ញុំអញ្ចឹងខ្ញុំសូម test attendance ដើម្បីជាការបញ្ចប់attendance ខ្ញុំ check ថានៅក្នុងនេះខ្ញុំអត់មានអី view មើលថា student អូយើងអាច view នៅក្នុងនេះបាន view student អញ្ចឹងខ្ញុំមាន student នេះ ID របស់នេះមានឈ្មោះខ្ញុំមាន Mr. Student A Student B ហើយនិង Student New អញ្ចឹង ID លេខ8អញ្ចឹងខ្ញុំសូមទៅធ្វើការ test នៅលើ Student ID លេខ8ម៉ាក់ថាគាត់ហ្នឹងអប្សរខ្ញុំសូមដាក់ថ្ងៃហ្នឹង Student លេខ9លេខ8ថ្ងៃហ្នឹងគាត់មកលេខដាក់ success អញ្ចឹងខ្ញុំសូម demo លើ database លោកគ្រូមើលចំពោះ attendance នេះ student ID លេខ8នេះគឺគាត់អត់មកទេថ្ងៃហ្នឹងអញ្ចឹងខ្ញុំចង់ check ថា
student ID លេខ8ហ្នឹងថ្ងៃហ្នឹងគាត់មកអត់ចឹងខ្ញុំឆែកគឺ status របស់យើងសូថាគាត់អត់មកទេនៅថ្ងៃនេះចឹងចប់ហើយចំពោះនៅក្នុង feature ទាំង4នេះខ្ញុំមាន feature មួយទៀតគឺ log out ចឹងខ្ញុំសូមធ្វើការ log in មកវិញដោយខ្ញុំប្រើ user ផ្សេងចឹងចំពោះ project final របស់ពួកខ្ញុំគឺបានបញ្ចប់ហើយអញ្ចឹងអរគុណច្រើនលោកគ្រូនិងជំរាបលា